បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាអំពីកម្មវិធី remodeling បាទ remodeling ដែលជាកម្មវិធីមួយឬក៏ function មួយដែលវាធ្វើឲ្យកាមេរ៉ារបស់ EasyService នៅទីកន្លែងដទៃអាចមើលបាននៅលើ NVR តែមួយបាទហើយ NVR នោះរបស់ EasyService មានឈ្មោះ 85S ដែលមាន2ប្រភេទគឺមាន4 channel ជាមួយនឹង8 channel ឥឡូវយើងមកមើលថា process ឬដំណើរការដំបូងយើងត្រូវធ្វើម៉េចដើម្បីទទួលបានមុខងារហ្នឹងបាទចឹងដំបូងយើងចូលទៅកាន់ H5S ដែល H5S របស់យើងនេះយើងបានតម្លើងជាមួយនឹង hard disk ជាមួយនឹង LAN បានវា online អញ្ចឹងនៅពេលវា online យើងចូលនេះយើងបាន connect ជាមួយនឹងពួកពាក្យ local ណាបាទហើយបន្តមកទៀតបន្ទាប់ពីយើងធ្វើការ connect online ហើយអស់យើងចូលមកកាន់ setting ដល់មកចូលមកកាន់ setting យើង upgrade version latest version ជាមុនសិនឥឡូវយើងបន្ទាប់ពីយើង upgrade latest version ហើយមកជាធម្មតាវានឹង load ឲ្យ upgrade នៅ device information តែនេះវាខ្ញុំបាន upgrade ចុងក្រោយអញ្ចឹងមានទេមែនបន្តមកទៀតយើងមកបើក terminal authorization ការបើក terminal authorization នេះគឺជាការបើកឲ្យមានមុខងារដើម្បីឲ្យកាមេរ៉ានៅទីតាំងផ្សេងគ្នាទីតាំងដូចជានៅអតនៅសីហនុនៅកោះកុងបាទនៅស្វាយរៀងជាដើមមកកាន់ភ្ជាប់ជាមួយនឹង NVR នៅក្រុងភ្នំពេញបាទអញ្ចឹងមានថាវាមិនមែនជា local ទេវាជា out local អញ្ចឹងគេឲ្យឈ្មោះថា remote បាទ remote link បាទកន្លែងនេះបាទនេះ terminal authorization កន្លែងនេះយើងត្រូវបើកបាទអញ្ចឹងវាមានឲ្យសួរថាបើកឥឡូវមែនបើសិនជាយើងបើកដំបូងយើងនឹងទាមទារមួយទៀតគឺទាមទារ verification code ពី account របស់យើងអញ្ចឹងពី account ដើមហ្នឹងគឺឧទាហរណ៍ថាខ្ញុំ account មកនេះលេខទូរស័ព្ទនេះអញ្ចឹងដល់ពេលវាទាមទារវានឹងត្រូវការផ្ញើលេខកូដអញ្ចឹងយើងពេលផ្ញើលេខកូដមកយើងបាយលេខកូដអីធម្មតាទៅអញ្ចឹងបើខ្ញុំធ្លាប់បើកម្ដងហើយយើងមិនបើកម្ដងទៀតទេគឺវានឹងអូតូហើយអញ្ចឹង device នេះធ្លាប់ស្គាល់ហើយហើយបន្តមកទៀតយើងចុចមកកន្លែង link មក link device ដែលយើងចង់ភ្ជាប់បាទអញ្ចឹងកាមេរ៉ាដែលយើងចង់ភ្ជាប់ហ្នឹងត្រូវនៅក្នុង account តែមួយផងដែរបាទដល់ពេលក្នុង account តែមួយយើងនឹងធ្វើការភ្ជាប់ជាមួយនឹងគ្នានៅក្នុងនេះវានឹងបង្ហាញអញ្ចឹងយើងជ្រើសរើសណាមួយមកដើម្បីភ្ជាប់មកបាទវាជាការសាច់ហើយកាមេរ៉ារបស់យើងគឺសម្រាប់តែប្រភេទកាមេរ៉ាដោតភ្លើងទេបាទសម្រាប់កាមេរ៉ា battery គឺវាអត់ support នោះទេបាទសូមអរគុណនិងសូមជម្រាបលាអ្នកទាំងអស់គ្នា